Ok សួស្តីអ្នកទាំងអស់គ្នាតោះអញ្ចឹងយើងមករៀនតាក់ទងជាមួយនឹងរបៀបមួយទៀតហើយគឺរបៀបដែលយើងអាចឲ្យសិទ្ធទៅកាន់ដៃគូម្ខាងទៀតដោយប្រើយើងអាចឲ្យសិទ្ធគាត់នឹងប្រើ Google Form នឹងបានដូចយើងដែរមានថាយើងធម្មតាជា owner នៅលើ file ហ្នឹងតោះអញ្ចឹងយើងក៏អាច share file ហ្នឹងឲ្យអ្នកដទៃធ្វើជាម្ចាស់បានដូចគ្នាដែរអូខេអញ្ចឹងយើងងាយទេយើងអាចចុចទៅលើ function ពីរនេះមួយណាក៏បានអូខេវាដូចគ្នាទេសាកល្បងដល់មើលពេលយើងចុចទៅលើវាទៅឃើញមានដូចគ្នាសាកទៅចុចអានេះម្ដងទៀតក៏ដូចគ្នាដែរអត់ខុសគ្នាទេអូខេអញ្ចឹងយើងអាច right click ទៅលើ file ហ្នឹងក៏បានដែរអូខេអញ្ចឹងមួយណាក៏បានអញ្ចឹងយើងគ្រាន់តែចុចទៅលើហ្នឹងយើង right click យើងយកពាក្យនេះទៅអូខេអញ្ចឹងកន្លែងហ្នឹងគឺមានពីរផ្នែកជាទូទៅវាគឺ restrict មានន័យថា only people add can people with delay មានថាកន្លែងនេះគឺយើងអាចឲ្យតែករណីយើង add គាត់ចូលណាមិនគាត់អាចមើល link ហ្នឹងបានឧទាហរណ៍ថាខ្ញុំចង់ add លោកគ្រូវណ្ដាមួយអូខេ add គាត់ចូលអញ្ចឹងខ្ញុំអាច send email ទៅគាត់ទៅអញ្ចឹងខ្ញុំឲ្យ permission គាត់ខ្ញុំឲ្យទូនីតិគាត់ជា editor ដែរមានថាគាត់អាចកែ file នៅលើហ្នឹងបានអូខេអាហ្នឹងយើងឲ្យទៅលើបុគ្គលហ្នឹងតែមិនយើងឲ្យទៅលើបុគ្គលជាគេហៅថាជាឯកជនហ្មងដែលយើងកំណត់មនុស្សហ្មងថាតើយើងចង់ឲ្យប្រហែលអ្នកឬក៏ណាគេអ្នកមានសិទ្ធិមើល file ហ្នឹងអញ្ចឹងណាអូខេតែបើយើងអត់ចង់ edit អញ្ចឹងទេយើងអាចចូលទៅក្នុងកន្លែង get link នេះ change ដោយយើងបដូរពី restrict ហ្នឹងទៅជា anyone with the link មានថាឲ្យតែអ្នកឃើញ link ហ្នឹងគឺសិតតែអាច edit បានទាំងអស់អញ្ចឹងណាអញ្ចឹងយើងឲ្យ permission គឺបែបហ្នឹងអូខេអញ្ចឹងវាមានពីរលក្ខខណ្ឌហ្នឹងដែលយើងអាចឲ្យករណី link ហ្នឹងឲ្យទៅគាត់អាចធ្វើបានអញ្ចឹងបើយើងចង់ឲ្យមនុស្សគ្រប់គ្នាសិតតែអាចមើល link ហ្នឹងអាច edit បានគឺយើងប្រើកន្លែងនេះតែបើករណីយើងចង់ឲ្យតែបុគ្គលដែលយើងកំណត់ទេគឺយើងចុចទៅ restrict ហើយយើង add people ហ្នឹងវិញថាតើយើងចង់ add ណាគេដែរយើងដាក់ email របស់គាត់មកអញ្ចឹងអាហ្នឹងគឺផ្ញើទៅកាន់ email គាត់ទេអញ្ចឹងគាត់មានសិទ្ធិកែប្រែ link ហ្នឹងដូចជាយើងអញ្ចឹងអូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះគឺមានប្រយោជន៍អូខេអរគុណច្រើន